Yeah. ឬសូចម្រៀងប្រុសខ្ញុំមិនចង់ទៅណាទៀតទេចង់នៅនេះឯងហើយបាទសូមអរគុណព្រះអង្គដែលព្រះអង្គបានផ្ដល់ឱកាសនេះមកឲ្យខ្ញុំហើយដល់លោកគ្រូស្វណ្ណាដែលបានផ្ដល់ឱកាសឲ្យខ្ញុំមកចែកចាយព្រះបន្ទូលដល់បងប្អូនទាំងអស់គ្នានៅទីនេះដែរជាពិសេសខ្ញុំគ្រាន់តែប្រាប់ថាខ្ញុំមកនេះគឺមកប្រជុំនៅទីនេះទេពីព្រោះខ្ញុំគឺជាអឺ Executive Board Director ជាមួយនឹង Texas Baptist ហើយមាន meeting គេ3ថ្ងៃគឺនៅល្ងាចនេះហើយស្អែកហើយនឹងខាងស្អែក3ថ្ងៃនៅ Dallas នៅ Double Tree Hotel. So thank you Pastor Swana give me this opportunity to share with you this afternoon. So the reason I come here because I have a meeting with the Baptist Texas Baptist. I'm the executive board of directors with Texas Baptist. So thank you for this opportunity to share with you all this afternoon. So yeah, before we go to the message, I just let you know that on April the 4th and the 5th, our church usually we celebrate our commemoration service that the Cambodian Holocaust. So this year we going to celebrate for 43 years. You see that we are 43 years already. We start to celebrate this happened. We never forget. So we have to share this story to our children and grandchildren to let them know that why we are here. So this is very important that we would like to invite all of you to join with us so we can celebrate together. So why we are here and our children didn't know why we are here and grandchildren especially they didn't know anything about it. So we had to share with them why we are here and we lost everything. We lost our family, our property and everything that we own in our home country and we came here with empty hand. We have nothing with us. So we had to celebrate this to remember, especially it's not just for our children and grandchildren, just for all of us as the grandparent and parents. We have to know why we are here and we never forget it's not come here by accident. So God is, led us to survive and to lead us, to come over here. So we have to let them know. So please, I have a flyer in my car, and after that I will give it to Pastor Sawana and can share to all of you. Okay. So yes, today we I think that um, I don't have much time either, but the thing I will try to wrap up before 4. So to travel from here to Dallas. Today we're going to learn about the Holy Spirit in you and why we need the Holy Spirit, in us. What is the reason we want to have that? ហើយនេះនៅថ្ងៃនេះគឺថាមុននឹងចូលទៅព្រះបន្ទូលព្រះអង្គខ្ញុំគ្រាន់តែជម្រាបបងប្អូនពីរឿងអឺការដែលយើងត្រូវធ្វើនៅខែ4ថ្ងៃទី4ទី5ហ្នឹងយើងនឹងធ្វើពិធីដែលរំលឹកពីសេចក្តីទុក្ខវេទនាខ្មែរយើងបងប្អូនដឹងហើយគឺថាយើងរស់នៅសម័យប៉ុលពតយើងមិនត្រូវភ្លេចទេណាបងខ្ញុំជឿចាស់ថាបងប្អូនអត់ភ្លេចពីរឿងហ្នឹងទេបងប្អូនរស់តាន់កាលពីសម័យហ្នឹងហើយនេះយើងធ្វើឆ្នាំនេះយើងធ្វើឆ្នាំទី43ហើយនេះយើងធ្វើ43ឆ្នាំហើយតាំងពីដើមដំបូងយើងមកដល់ហ្នឹងគឺថាយើងរៀបចំធ្វើពិធីដើម្បីអីយើងរំលឹកទៅដល់បងប្អូនយើងថាហេតុអ្វីបានយើងមកដល់ស្រុកនេះកូនចៅយើងអត់ដឹងទេឃើញទេគេកើតនៅស្រុកនេះគេអត់ដឹងថាតើយើងមកដោយប្រភេទណាទេយើងមកយ៉ាងណាទេហើយយើងបាត់បង់អ្វីខ្លះនៅមុននឹងយើងមកទីនេះហើយយើងមកនឹងដោយខ្លួនយើងឬមួយក៏អ្នកណានាំយើងមកនឹងដែលយើងចង់ឲ្យកូនឲ្យចៅយើងហើយនឹងបងប្អូនយើងដែលជាជីដូនជីតា
ជាឪពុកជាម្ដាយនឹងឲ្យបានដឹងទាំងអស់គ្នាឲ្យយើងបានដឹងហើយយើងត្រូវគោរពធ្វើពិធីនេះទាំងអស់គ្នាយើងមិនត្រូវភ្លេចទេយើងត្រូវតែធ្វើអញ្ចឹងហើយបានថាមុនដំបូងយើងធ្វើយើងអធិដ្ឋានដើម្បីសុំព្រះអង្គបើកចិត្តបងប្អូនយើងនៅស្រុកខ្មែរយើងនឹងឲ្យជឿព្រះអង្គអញ្ចឹងបានតែយើងរហូតមកតាំងពីពេលហ្នឹងមកយើងអធិដ្ឋានបានជាស្រុកខ្មែរឥឡូវហ្នឹងគឺដំណឹងល្អពីពេញនៅស្រុកខ្មែរទាំងមូលឃើញទេយើងអធិដ្ឋានយើងធ្វើឲ្យយើងអធិដ្ឋានមែនតើតាំងពី43ឆ្នាំមកហើយខ្ញុំទើបតែនឹងធ្វើពិធីខួបឆ្នាំទី40ហ្នឹងកាលពីខែ11 2025នេះឯងហើយនេះខ្ញុំជាគ្រូ40ឆ្នាំហើយបងប្អូនដឹងទេបាទអរគុណព្រះអង្គដែលព្រះអង្គបានរៀបចំឲ្យខ្ញុំបានធ្វើជាគ្រូគង្វាលដែលបងប្អូនយើងរយៈពេល40ឆ្នាំហើយខ្ញុំមិននឹកថាស្មានធ្វើដល់ប៉ុណ្្នឹងទេប៉ុន្តែយើងអរគុណព្រះអង្គដែលព្រះអង្គបានប្រើយើងបានឲ្យយើងបម្រើកិច្ចការនេះថ្វាយព្រះអង្គរហូតទៅដល់40ឆ្នាំនេះខ្ញុំមិនដឹងថាគ្រូឈឿនគាត់បម្រើបានប្រហែលដែរពេលមុននឹងគាត់ទៅនៅមួយព្រះអង្គបាទប៉ុន្តែខ្ញុំជឿជាក់ថាគាត់ខំប្រឹងដូចគ្នាពីព្រោះការនៅជំរំខៅដាងខ្ញុំដឹងថាគាត់នៅតាមស្រះចិញ្ចឹមត្រីចិញ្ចឹមអីណាបាទនឹងតាំងពីចំនួនហ្នឹងមកបាទគ្រូឈឿនបាទហ្នឹងហើយខ្ញុំព្រោះកាលហ្នឹងខ្ញុំអីជាមួយទឹកនៅក្នុងអាធុងទឹកដែលគេចែកឲ្យជនភៀសខ្លួននេះណាអត់មានកន្លែងជាមួយទឹកទេគឺជាមួយទឹកក្នុងធុងដែលគេចែកទឹកឲ្យហ្នឹងឯងនេះបាទហើយនេះគឺយើងចាំមិនភ្លេចពីរឿងទាំងអស់ហ្នឹងដែលកើតមានឡើងនេះរឿងទាំងអស់ហើយដែលយើងត្រូវទៅធ្វើហើយយើងត្រូវតែនឹកចាំពីការទាំងអស់ហ្នឹងដែលយើងកើតមកដោយសារអ្វីអញ្ចឹងថ្ងៃនេះយើងនឹងរៀនជាមួយគ្នាពីរឿងថាព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងយើងទាំងអស់គ្នាថាហេតុអ្វីបានជាព្រះវិញ្ញាណគង់នៅជាមួយយើងទាំងអស់គ្នានេះសូមបងប្អូនរួមចិត្តអធិដ្ឋានជាមួយខ្ញុំ Let us pray បិតាអើយទូលគុំអរប្រគុណដល់ទ្រង់យ៉ាងក្រៃលែងនៅថ្ងៃរសៀលនេះដែលព្រះអង្គបានញែកពេលទាំងអស់នេះបានមកចំពោះយើងទាំងអស់គ្នាបានមកជួបគ្នាដែលយូរម្ដងយើងបានជួបគ្នាថាសូមអរគុណព្រះអង្គបានប្រទាននៅកម្លាំងតម្រេះបញ្ញាមកដល់យើងព្រមទាំងស្ដីសុខសាន្តដែលយើងបាននៅតែមានការប្រកបជាមួយគ្នានៅក្នុងប្រគុណរបស់ព្រះអង្គទ្រង់នៅថ្ងៃនេះព្រះអង្គអើយសូមព្រះអង្គគង់ជាមួយយើងទាំងអស់គ្នាជាពិសេសសូមព្រះអង្គគង់ជាមួយនឹងទូលគុំសូមឲ្យព្រះបន្ទូលនៅល្ងាចនេះឲ្យបានសមស្របនឹងព្រះハតីរបស់ព្រះអង្គទូលគុំសូមអរព្រគុណហើយទូលគុំសូមលើកទូថ្វាយការទាំងអស់នេះដោយនៅព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនបាទសូមអរគុណព្រះអង្គយើងមើលឃើញថាហេតុអ្វីបានជាយើងត្រូវការព្រះវិញ្ញាណបរិសុទ្ធនោះមកសន្ធិដ្ឋនៅលើយើង Why we need the Holy Spirit in us Why and how the Holy Spirit come into us ចឹងមិនថាហេតុអ្វីបានយើងត្រូវការព្រះវិញ្ញាណបរិសុទ្ធនោះសន្ធិដ្ឋនៅលើយើងហេតុអ្វីបានជាហេតុអ្វីបានជាយើងចង់បានអញ្ចឹងតើយើងធ្វើយ៉ាងម៉េចដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធនៅក្នុងយើង So how you get the Holy Spirit into you within you how ខ្ញុំគ្រាន់តែឧទាហរណ៍មួយពេលយើងចង់ឲ្យព្រះវិញ្ញាណបរិសុទ្ធនៅក្នុងខ្លួនយើងត្រូវដឹងថាទីមួយយើងត្រូវកើតជាថ្មី The first thing that you want the Holy Spirit within you you have to be born again right if you are not born again the Holy Spirit you won't be with you but when you born again it means that your new life your old life is just gone right it's no more in you so you have a new life everything is new in you you know that but remember you have to know when the Holy Spirit in you and how the Holy Spirit within you and do something in your life នេះយើងត្រូវដឹងថានៅពេលដែលយើងជឿព្រះអង្គយើងបងប្អូនត្រូវដឹងថាព្រះវិញ្ញាណបរិសុទ្ធដែលនៅជាមួយយើងនៅពេលដែលយើងជឿព្រះអង្គយើងកើតជាថ្មីអញ្ចឹងណាព្រោះតែយើងកើតជាថ្មីបាននៅពេលដែលយើងថ្វាយខ្លួនដល់ព្រះអង្គបានតែយើងមានជីវិតមួយថ្មីកើតថ្មីបានជាព្រះវិញ្ញាណបរិសុទ្ធបានប្រាប់យើងថាព្រះអង្គនឹងគង់នៅជាមួយយើងនេះបើមិនអញ្ចឹងទេគឺថាយើងមិនអាចនឹងទទួលព្រះវិញ្ញាណបរិសុទ្ធបានទេពីព្រោះតលតែយើងកើតជាថ្មី
ជីវិតមួយថ្មីបានជាព្រះវិញ្ញាណបរិសុទ្ធនៅក្នុងយើងហើយព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការនៅក្នុងជីវិតយើងហើយនឹងប្រទាននៅអ្វីខ្លះមកសម្រាប់យើងទាំងអស់គ្នានឹងលក្ខណៈសំខាន់ដែលយើងត្រូវមាននៅក្នុងជីវិតរបស់ផងយើងថាតើយើងធ្វើយ៉ាងដូចម្ដេចដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធនឹងមកនៅជាមួយយើងជារៀងរហូតហើយនឹងដឹកនាំយើងជីវិតយើងនឹងឲ្យបានល្អប្រសើរឡើងទៅមុខទៀត So how you let the Holy Spirit lead your life to be and how the Holy Spirit within you always how you do that for example you like you have a pure water like water that you are drinking now okay when you have a bottle of the pure water and you try to get a cup to get to pour the water in there right and if your cup when you look at the cup or glass you try to put the water there you see that your glass is not clean what are you going to do are you still pouring your pure water into a dirty glass or what you have to do you have to clean your glass first right before you pour the pure water in there is that right ហើយនេះបងប្អូនត្រូវដឹងថាដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធមកនៅគង់ជាមួយនឹងយើងរៀងរហូតបងប្អូនដូចជាខ្ញុំឧទាហរណ៍ថាយ៉ាងម៉េចគឺនៅពេលដែលយើងមានទឹកបរិសុទ្ធយើងហៅថាទឹកបរិសុទ្ធគឺសិតតែទឹកដបដែលយើងទទួលទានរាល់ថ្ងៃហ្នឹងបងប្អូនដឹងទេគឺថាបើកាលណាយើងមានទឹកហ្នឹងហើយយើងយកកែវមួយមកដើម្បីយើងមកចាក់ទឹកហ្នឹងដើម្បីនឹងយកមកទទួលទានហើយនេះបើសិនជាយកទឹកហ្នឹងយើងទាញកែវមួយមកកែវហ្នឹងជាកែវដែលកខ្វក់ដែលវាមិនស្អាតតើយើងយកទឹកបរិសុទ្ធយកមកចាក់នៅក្នុងកែវហ្នឹងបានទេដើម្បីទទួលបានទេយើងមិនអាចយើងត្រូវធ្វើយ៉ាងម៉េចយើងត្រូវតែលាងឲ្យស្អាតអញ្ចឹងណាចិត្តយើងមានលក្ខណៈដូចគ្នាឃើញទេបាទ the same thing in your heart you have to clean that's why you have to be born again you have to be clean because our body is the temple of God right អញ្ចឹងបានតែយើងមុននឹងឲ្យព្រះវិញ្ញាណបរិសុទ្ធមកសន្ធិដ្ឋនៅលើយើងយើងត្រូវដឹងថាខ្លួនរបស់ផងយើងត្រូវដឹងថាយើងគឺជាតួគឺជាព្រះវិហារនៃព្រះយើងត្រូវតែឲ្យចិត្តរបស់ផងយើងនោះបានស្អាតបានបរិសុទ្ធទៅព្រះវិញ្ញាណបរិសុទ្ធនោះមកសន្ធិដ្ឋនៅលើយើងបានមែនទេបងប្អូនយល់ស្រួលយល់មែនទេរឿងអញ្ចឹងគឺថាជារឿងមួយដែលជាពិសេសដែលយើងត្រូវដឹងគ្រាន់តែលក្ខណៈមួយដែលយើងត្រូវដឹងថាព្រះវិញ្ញាណបរិសុទ្ធដែលអាចសន្ធិដ្ឋមកលើយើងហើយអាចបំពេញគ្រប់ទាំងកិច្ចការដែលយើងត្រូវធ្វើបាននេះលក្ខណៈសំខាន់ដែលខ្ញុំចង់ជម្រាបបងប្អូនដែលបងប្អូនបានអាននៅព្រះគម្ពីរកិច្ចការចំពុក1ខ8មិញអញ្ចឹងសំខាន់ណាស់ Yeah so like you read a while ago in Acts chapter 1 verse 8 what it says there ណាថាតើមានលក្ខណៈយ៉ាងណាខ្លះខ្ញុំភ្លេចបើកនេះឲ្យមើលទៅមិនទៅ so I forgot this yeah when you look at to I just get it to Acts first that you just read look at there ខ្ញុំមើលនៅគម្ពីរកិច្ចការដែលបងប្អូនទៅតែបំបាញ់អានបំបាញ់មិញហ្នឹងខ្ញុំចាប់អារម្មណ៍ពីខគម្ពីរហ្នឹងសំខាន់ដែលចង់ឲ្យបងប្អូនមើលនៅកន្លែងហ្នឹងនៅបានប្រាប់យើងប៉ុន្តែកាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសន្ធិដ្ឋលើអ្នករាល់គ្នានោះអ្នករាល់គ្នានឹងបានព្រះចេស្តាហើយនឹងធ្វើជាទីបន្ទាល់ពីខ្ញុំនៅក្រុងយេរូសាឡឹមព្រមទាំងស្រុកយូដានិងស្រុកសាមារីទាំងមូលហើយរហូតដល់ចុងផែនដីបំផុតផង You see that this is very important for us that one verse it says that the Holy Spirit within you and you will have a power to share the gospel to witness to the others as well it's not just you know this city is not in Fort Worth is not in Dallas but we can spread all over the whole United States or the whole world that's what it is telling us so we have a power
when the Holy Spirit within us ចឹងបានថាបងប្អូនត្រូវយល់ថានៅពេលដែលព្រះវិញ្ញាណបរិសុទ្ធមកសន្ធិដ្ឋនៅលើយើងថាយើងនឹងមានអំណាចនឹងមានបច្ចេស្តានឹងអាចធ្វើកិច្ចការទាំងអស់បានយើងអាចធ្វើទីបន្ទាល់ទៅដល់បងប្អូនយើងនៅជុំវិញខ្លួនយើងនៅទីក្រុង Fort Worth ឬមួយក៏ Dallas ឬមួយក៏សហរដ្ឋអាមេរិកឬមួយក៏ពិភពលោកទាំងមូលដែលយើងកំពុងតែធ្វើការនៅស្រុកខ្មែរយើងនៅស្រុកផ្សេងទៀតណាដែលយើងត្រូវទៅធ្វើហើយនេះយើងមានអំណាចមកពីព្រះអង្គយើងអាចនឹងបំពេញកិច្ចការនឹងថ្វាយទៅព្រះអង្គនេះជាលក្ខណៈមួយដែលយើងមានអំណាចបើយើងធ្វើដោយខ្លួនយើងមិនអាចធ្វើទៅកើតទេហើយនេះគឺយើងធ្វើតាមរយៈព្រះវិញ្ញាណបរិសុទ្ធយើងត្រូវដឹងថាព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទគឺបានលួសយើងឲ្យយើងបានរួចពីក្រឹតវិន័យទី1យើងត្រូវដឹងព្រះអង្គបានលួសយើងឲ្យរួចផុតពីក្រឹតវិន័យហើយមួយទៀតយ៉ាងម៉េចទៀតឲ្យយើងបានរួចផុតពីកំហុសរបស់ផងយើងការដែលយើងបានធ្វើខុសឆ្គងពីមុនមកហើយក៏ព្រះអង្គបានប្រោសឲ្យយើងបានរួចផុតពីការកោលទោសពីការត្រូវជំនុំជម្រះត្រូវការកាត់ទោសចំពោះអំពើបាបរបស់ផងយើង So we know that Jesus came to free us from the law, its guilt, and also condemnation. You know that. Without him, we cannot. ចឹងបានថាបើមិនមានព្រះអង្គទេគឺយើងមិនអាចនឹងធ្វើការទាំងអស់នេះកើតទេបានជាយើងចូលមកនៅចំពោះព្រះអង្គយើងអរគុណព្រះអង្គសពបែបយ៉ាងដែលព្រះអង្គបានប្រោសលួសយើងដោយសារអំពើបាបរបស់ផងយើងគ្រប់គ្នាដែលយើងមិនអាចនឹងធ្វើអ្វីធ្វើបុណ្យធ្វើទានឬមួយក៏យកអ្វីដើម្បីនឹងមកឲ្យរួចនៅអំពើបាបរបស់ផងយើងបាននេះដែលសំខាន់បំផុត So what is the Holy Spirit តែយើងដឹងថាតើស្អីទៅដែលជាព្រះវិញ្ញាណបរិសុទ្ធ Do you know the Holy Spirit is the third person right we have Father Son and Holy Spirit ចឹងបានតែយើងមើលព្រះវិញ្ញាណបរិសុទ្ធគឺជាអង្គទី3ក៏យើងមើលនៅក្នុងព្រះគម្ពីរបានប្រាប់យើងគឺថាមានព្រះវរបិតាព្រះបុត្រាហើយនិងព្រះវិញ្ញាណបរិសុទ្ធព្រះវិញ្ញាណបរិសុទ្ធហ្នឹងគឺជាតួអង្គមួយដែលផ្ដល់អំណាចមកដល់យើងគ្រប់គ្នាព្រះវិញ្ញាណបរិសុទ្ធហ្នឹងហើយដែលអាចមកសន្ធិដ្ឋនៅលើយើងគ្រប់គ្នាថាតើព្រះវិញ្ញាណបរិសុទ្ធនឹងចូលមកក្នុងយើងយ៉ាងដូចម្ដេចធ្វើយ៉ាងដូចម្ដេច So the Holy Spirit is the third person and how did that Holy Spirit get into us you remember that when Jesus raised from the dead you know that when Jesus appeared to his disciple in the upper room what happened the door was locked at that time everything closed and Jesus just appeared in there and his disciple just surprised what happened there how you get in there that's why Jesus get into the upper room to show his disciple that he is alive we are also Jesus can get into your heart if you allow him to get in there that is very important for us to know that so if you not allow him to get in there he won't be there either because you reject and you don't want it that's up to you but if you want you have to open your heart and welcome the Holy Spirit to get in you ហើយនេះយើងគឺនៅលើយើងឯងការទាំងអស់ហ្នឹងព្រះអង្គគឺចង់យាងមកសន្ធិដ្ឋនៅលើយើងទាំងអស់គ្នាព្រះអង្គចង់ប្រទានឲ្យយើងមានអំណាចទាំងអស់គ្នាចង់ឲ្យយើងធ្វើគ្រប់ការទាំងអស់បានដូចជាព្រះអង្គប៉ុន្តែបើយើងមិនបើកចិត្តតើព្រះអង្គចូលទៅមិនកើតលុះត្រាតែយើងបើកចិត្តបើកទ្វារយើងយាងព្រះអង្គចូលមកសន្ធិដ្ឋនៅលើយើងទាំងអស់គ្នានឹងលក្ខណៈដែលសំខាន់ដែលយើងចង់ឲ្យមានប៉ុន្តែយើងមើលនៅក្នុងព្រះគម្ពីរដែលយើងមិនភ្លេចចូលទៅគម្ពីរកាឡាទី in the book of Galatians which is I'm going to read this for you to see from verses 22 to 24 it's telling us that តែឯផលផ្លែនៃព្រះវិញ្ញាណវិញនោះគឺសេចក្តីស្រឡាញ់យើងមើលឃើញមានផលផ្លែប្រមាណនៅ
គម្ពីរកាឡាទីជំពូក5ខ22ដល់24 how many gifts we have in there in Galatians 5:22 to 24 we have 9 gifts we give to us so the Holy Spirit will provide 9 gifts to us and we can do through that through the Holy Spirit in us within us បានជានៅកន្លែងហ្នឹងយើងមើលឃើញតែឯផលផ្លែនៃព្រះវិញ្ញាណវិញនោះគឺសេចក្តីស្រឡាញ់ទី1អីទៀតអំណរអបងប្អូនកាលណាមានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងបងប្អូននឹងមានសេចក្តីស្រឡាញ់បើបងប្អូនគ្មានសេចក្តីស្រឡាញ់បងប្អូនមិនអាចធ្វើអ្វីកើតទេទីនេះសេចក្តីស្រឡាញ់មានអំណរអសប្បាយនឹងបើយើងអត់មានកើតទុកយើងខ្វល់ខ្វាយរឿងអីយើងមានគោលដៅយើងពិតប្រាកដដែលយើងព្រះវិញ្ញាណបរិសុទ្ធនៅសន្ធិដ្ឋនៅលើយើងមួយទៀតមេត្រីភាពនេះគឺអត់ធ្មត់សុភាពសប្បុរសស្មោះត្រង់ស្លូតបូតហើយដឹងខ្នាត9យ៉ាងបងប្អូនចង់បាន9យ៉ាងហ្នឹងនៅក្នុងខ្លួនយើងទេបើបងប្អូនមាន9យ៉ាងហ្នឹងយើងមើលនៅចុងខហ្នឹងបានប្រាប់ថាយ៉ាងម៉េចយើងមាន9យ៉ាងហ្នឹងគ្មានក្រឹតវិន័យណាទាស់នឹងសេចក្តីយ៉ាងនោះទេបងប្អូនឃើញទេបាទអត់មានអីនឹងទាស់អត់មានអីនឹងខ្វះទៀតទេយើងគ្រប់គ្រាន់ we are completely to have those 9 gifts from the Holy Spirit that we call that the fruit of the Spirit within us can produce all of those kind of things and we have to have that when we believe in Jesus we're going to have those 9 gifts from the Holy Spirit to be with us and we can do so many things through there can share everything to the other as well as we need it ហ្នឹងឯងដែលយើងមើលឃើញអង់គ្លេសក៏មានក្នុងហ្នឹងដែរយើងឃើញ so you see that the 9 gifts there you will know that so I don't have to read it you can read it you will know that នេះជាលក្ខណៈទី1ដែលនៅក្នុងខ22ដែលបានប្រាប់យើងមើលតទៅទៀតនៅខ23 24ណាំ23មិញហើយអូនេះចូល23រួចហើយបាទ so now go to 24យើងមើលនៅខ24ថាម៉េចហើយអស់អ្នកដែលជារបស់ផងព្រះគ្រីស្ទមានន័យម៉េចអស់អ្នកដែលជារបស់ផងព្រះគ្រីស្ទអ្នកណាដែលរបស់ផងព្រះគ្រីស្ទគឺអ្នកដែលទទួលព្រះអង្គគឺជាព្រះអម្ចាស់នៃជីវិតរបស់ផងគេហ្នឹងគឺជាចង់និយាយពីរឿងអ្នកដែលមានជំនឿចំពោះព្រះបាទដែលយើងមានជំនឿចំពោះព្រះអង្គហើយអ្នកអស់អ្នកដែលជារបស់ផងព្រះគ្រីស្ទនោះបានឆ្កាងសាច់ឈាមហើយបងប្អូនឃើញទេបើកាលណាយើងមានព្រះអង្គយើងបានឆ្កាងសាច់ឈាមយើងបានស្អីថាម៉េចសាច់ឈាមយើងមិនមែនខ្លួនយើងទេយើងសម្លាប់ចោលហើយមិនអញ្ចឹងទេបាទយើងឆ្កាងណាបាទហើយបើយើងឆ្កាងសាច់ឈាមយើងហើយបានស្អីថាយើងអត់រស់នៅក្នុងជីវិតយើងដែលពីចាស់ពីមុនទៀតទេមានទេកន្លែងហ្នឹងដែលយើងត្រូវយល់ច្បាស់ពីកន្លែងហ្នឹងបានយើងត្រូវដឹងថាយើងបានឆ្កាងជាមួយនឹងព្រះអង្គហើយសាច់ឈាមយើងអត់មាននៅជីវិតនៅក្នុងសាច់ឈាមយើងទៀតទេយើងរស់នៅសពថ្ងៃគឺរស់ដោយវិញ្ញាណគឺជាជីវិតមួយថ្មីដែលយើងហៅថាយើងកើតជាថ្មីជាមួយនឹងព្រះអង្គនេះជាលក្ខណៈសំខាន់ដែលយើងត្រូវយល់ពីកន្លែងហ្នឹង so yeah when you look at there you see that verse 24 those who belong to Christ Jesus have crucified the flesh with its passions and desires so this is very important we are living today we are not living in flesh anymore because we were born again already so we live because the Holy Spirit in us and the Holy Spirit will lead us whatever we do we cannot do by our own anymore ourselves anymore
We have to let the Holy Spirit lead us before we do something. I know that you plan to build a new church, and also you plan to sell this place as well. So we have to let the Holy Spirit lead you and pray that the Holy Spirit work on it. Don't rush. Don't do anything by your own thinking. So just let the Holy Spirit work on it. Because sometimes, we decide it's not because it's not right. We have to wait for God time. It's not our time. ចឹងបានខ្ញុំឃើញថាបងប្អូននៅទីនេះបងប្អូនចង់សង់ព្រះវិហារថ្មីចង់រកកន្លែងថ្មីហើយយើងចង់លក់កន្លែងចាស់យើងមិនចង់ធម្មតាយើងតែរបស់ចាស់យើងមិនចង់សូវចង់បានទេអញ្ចឹងយើងចង់បានរបស់ថ្មីខោអាវយើងមិនចង់បានចាស់យើងចង់បានថ្មីមែនទេបាទផ្ទះក៏មិនចង់បានផ្ទះចាស់ចង់បានផ្ទះថ្មីឡានក៏មិនចង់បានឡានចាស់ក៏ចង់បានឡានថ្មីដូចគ្នាអ្វីៗយើងចង់បានថ្មីប៉ុន្តែយើងចង់បានតើយើងត្រូវគិតឲ្យបានសពគ្រប់មុននឹងយើងចង់បានរបស់ថ្មីថាតើយើងមានប្រភពអ្វីខ្លះនឹងអាចជួយយើងចឹងហើយបានថាយើងមានការមួយគឺថាយើងមុននឹងយើងសម្រេចយើងត្រូវតែអធិដ្ឋានទៅចំពោះព្រះអង្គសូមព្រះវិញ្ញាណបរិសុទ្ធនឹងដឹកនាំយើងបង្ហាញយើងថាតើយើងត្រូវធ្វើយ៉ាងដូចម្ដេចហើយយើងទុកពេលវេលាកុំឲ្យយើងបង្ខំពេកកុំឲ្យយើងជំរុញចង់បានខ្លាំងពេកកាលណាយើងចង់បានខ្លាំងពេកទៅវាអាចនឹងប៉ះពាល់អាចមានបញ្ហានៅក្នុងជីវិតយើងអញ្ចឹងបើយើងចង់បានឡានថ្មីតើយើងមានអ្វីគ្រប់គ្រាន់អាចទប់ទល់បានឬទេយើងចង់បានផ្ទះថ្មីតើយើងមានអ្វីនឹងអាចទប់ទល់បានឬទេយើងចង់បានអ្វីថ្មីថាតើយើងទេនេះយើងចង់បានរបស់ថ្មីប៉ុន្តែថាតើយើងអាចនឹងទទួលខុសត្រូវអាចរ៉ាប់រងអាចនឹងផ្ដល់អាចសពគ្រប់ដើម្បីកុំឲ្យយើងមានបញ្ហាបានឬទេនេះជាបញ្ហាដែលព្រះអង្គថាឲ្យយើងគិតឲ្យយើងពិចារណាមើលសិនសូមឲ្យព្រះវិញ្ញាណបរិសុទ្ធនឹងដឹកនាំយើងបង្ហាញយើងថាតើយើងត្រូវធ្វើយ៉ាងដូចម្ដេចដើម្បីយើងឆ្ពោះទៅរកកន្លែងហ្នឹង so you have to pray very hard to let the Holy Spirit show you and lead you what you have to do next be patient that always in the Bible said patient right so don't rush anything just wait for the timing from God អញ្ចឹងបានថាធ្វើអ្វីក៏ដោយគឺថាយើងត្រូវរងចាំយើងត្រូវឲ្យយើងនឹងមានការអត់ធ្មត់ព្រះគម្ពីរបានបង្រៀនយើងច្រើនយើងចេះអត់ធ្មត់ទ្រាំទ្រសពបែបយ៉ាងចាំពេលវេលាដែលព្រះអង្គនឹងហុចឲ្យដល់យើងទាំងអស់គ្នានេះជារឿងសំខាន់ដែលខ្ញុំចង់ឲ្យជំរាបបងប្អូនយើងបានដឹងយើងមើលខ25បើសិនជាយើងរស់ដោយនៅព្រះវិញ្ញាណនោះត្រូវដើរដោយព្រះវិញ្ញាណដែរអញ្ចឹងបានថាបើយើងរស់ដោយវិញ្ញាណយើងក៏ត្រូវដើរតាមវិញ្ញាណដែរយើងមិនត្រូវដើរដោយខ្លួនយើងទេអរគុណព្រះអង្គនៅកន្លែងហ្នឹងយើងមើលលក្ខណៈទី1ដែលនៅកន្លែងហ្នឹងខ្ញុំចង់បង្ហាញបងប្អូនបន្តិចដែលយើងឃើញលក្ខណៈដែលយើងត្រូវរៀននៅកន្លែងហ្នឹងដែលសំខាន់មែនទែនហើយខ្ញុំចង់លក្ខណៈទី1គឺថាយើងមើល through the Holy Spirit that the first one we have the power within to get result in every area of life នឹងដែលសំខាន់យើងឃើញថាតាមរយៈព្រះវិញ្ញាណបរិសុទ្ធយើងមានអំណាចក្នុងការទទួលបានលទ្ធផលនៅក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់ផងយើងថាតើយើងទទួលលទ្ធផលអ្វីខ្លះ how you get what you get from the Holy Spirit there what did you get like in Act 1:8 we just read the first thing we get power we got power so the power everybody need power if you have no power you can't do anything right even your body right now your flesh here if you have no power and you just lay on a bed what you can do is nothing like sick people so we need a power we need a strength in our life to do so many things in there so the first thing you have need you will receive power from God
when the Holy Spirit come upon you. You will receive that. And so the Holy Spirit is your helper to achieve the plan of God in our life. មួយទៀតយើងមើលឃើញថាព្រះវិញ្ញាណបរិសុទ្ធចាំយើងបានជួយយើងបានទទួលនៅគ្រប់ទាំងគម្រោងរបស់ផងព្រះអង្គម្ចាស់នៅក្នុងជីវិតរបស់ផងយើងទទួលគម្រោងអ្វីដែលយើងធ្វើដូចជាខ្ញុំបានជម្រាបគម្រោងដែលយើងចង់ធ្វើព្រះវិហារឬមួយគម្រោងយើងធ្វើអ្វីទៀតនៅក្នុងជីវិតយើងគឺថាយើងគឺព្រះអង្គនឹងប្រទាននៅគម្រោងនឹងសម្រាប់យើងគ្រប់គ្នាឲ្យយើងធ្វើនៅកុំឲ្យទៅតាមចិត្តគំនិតរបស់ផងយើងនឹងលក្ខណៈសំខាន់ដែលចង់ឲ្យយើងដឹងពីកន្លែងហ្នឹង so the Holy Spirit also communicate every plan and purpose from God in the earth យើងមួយទៀតយើងឃើញថាព្រះមានបរិសុទ្ធនឹងផ្ដល់នៅអ្វីទៀតមកដល់យើងគឺការដែលមានទំនាក់ទំនងគ្រប់ទាំងគម្រោងដែលយើងត្រូវធ្វើអ្វីដែលយើងចង់បានហើយនឹងអ្វីគឺថាបំណងរបស់ផងយើងដែលយើងត្រូវធ្វើគឺបានមកអំពីព្រះនៅលើផែនដីនេះអ្វីដែលយើងត្រូវធ្វើយើងត្រូវតែយល់ទៅតាមការទាំងអស់ហ្នឹងទៅបានមួយទៀតគឺយើងឃើញថា He position you to have an advantage in life ទ្រង់បានដាក់ឲ្យបងប្អូនយើងទាំងអស់គ្នាឲ្យមានអត្ថប្រយោជន៍នៅក្នុងជីវិតរបស់ផងយើងគឺមានប្រយោជន៍ហ្នឹងហើយដែលលក្ខណៈទី1គឺថាតាមរយៈព្រះវិញ្ញាណបរិសុទ្ធបានផ្ដល់មកឲ្យយើងច្រើនមែនទែននេះដែលយើងអាចនឹងទទួលបានហ្នឹងឲ្យយើងបានយល់ច្បាស់នៅតាមដែលយើងត្រូវទទួលមកពីព្រះអង្គអញ្ចឹងហើយបានថាយើងកន្លែងហ្នឹងដែលសំខាន់នេះដែលកិច្ចការចំពោះ1ខ8ហ្នឹងដែលយើងទៅអានហ្នឹងដែលនៅកន្លែង that in Act 1:8 over there មួយទៀតយើងមើលនៅបន្ទាប់មកគឺតាមរយៈព្រះមានបរិសុទ្ធហ្នឹងយើងមើលឃើញនៅយ៉ូហាននៅលូកាចំពុក4ខ14បាទនៅលូកាចំពុក4ខ14 in Luke chapter 4 verse 14យើងនៅមើលនៅកន្លែងហ្នឹងហើយព្រះយេស៊ូវទ្រង់វិលទៅស្រុកកាលីលេវិញទាំងមានបច្ចេស្តានៃព្រះវិញ្ញាណសន្ធិដ្ឋលើទ្រង់នោះមានឮល្បីពីទ្រង់សុសសាយទូទៅក្នុងស្រុកនៅជុំវិញយើងមើលនៅកន្លែងហ្នឹងគឺជាកន្លែងមួយដែលក្រោយពេលព្រះអង្គបានធ្វើពិធីជំនួចទឹក So this was after Jesus baptized with John the Baptist you know that ហើយនេះនៅពេលហ្នឹងគឺ so Jesus faced 3 temptation after baptized with John the Baptist you know that but when after he baptized what happened how can he face those temptation and he won't allow temptation to let him down so why is that because when Jesus got up from the water we know that the Holy Spirit like a dove came upon him right so that time he has a power from God so the Holy Spirit is very powerful for all of us that's why we need it so Jesus before he got the Holy Spirit in his life you know that Jesus he did not do any miracle at all he did not but after he received the Holy Spirit he did so many miracles you can read that after that you will see what happened after he baptized in so many things and he did so many things he healed the people he you know did many miracle things that you can see over there នឹងហើយបានយើងមើលឃើញព្រះអង្គនៅខនេះបានប្រាប់គឺជាពេលដែលក្រោយពេលដែលព្រះអង្គធ្វើពិធីជំនួចទឹកជាមួយនឹងលោកយ៉ូហានបាបទីហើយបងប្អូនឃើញហ្នឹងនៅពេលដែលលោកយ៉ូហានបាបទីធ្វើពិធីជំនួចទឹកឲ្យព្រះអង្គនៅពេលព្រះអង្គបានងើបពីទឹកមកយើងឃើញមានព្រះវិញ្ញាណបរិសុទ្ធមកដូចជាសត្វព្រាបមកស្ថិតនៅលើព្រះអង្គហ្នឹងណាបាទក្រោយពីហ្នឹងយើងបងប្អូនឃើញគឺថាព្រះអង្គមានអីសេចក្តីល្បួងធំ3ខ្លាំងមែនទែន
nắng đã lúc sực đây buông dương của buông sọp thay nó ruột nó lơ lô cây đó nắng cứ buông kháng á nữa tăng pi nai tăng pi quay tăng tụm bắt drop tăng say nắng sọp ngay buông kháng bên thế để dương sọp ngay dương buông tới bị chôm hay ní dương chỉ nè chùm nửa chụp buộc ong dương mình trâu ỏi chanh sẽ đây là buông nữa thế dương trâu là đằng bè này dương mình chanh sẽ đây là buông nữa thế bè này dương cứ bàn chết nè sẽ đây là buông luôn là hai dương mình trâu chóc chanh cho môi năng đây là buông thằng họ năng thế dương trâu từ vô chi chùm nè dương trâu tại một nấu chọp môi ong chứng kia tua thay bè vì bol sót một sần thắt ở lời dương dương cứ chỉ cắt mình lúc để cắt cho thay chỉ chịu vứt môi thay cho môi năng ong hay ní dương mình trâu chóc chanh năng sẽ đây là buông thằng họ năng thế dương trâu tại miền chi chùm nè nắng lẹ khả năng sầm khăn này dương trâu miếnแต่องบานมือเรียนยืงตามระยะเปลี่ยนตูบอพององยืงมือคืนขึ้นยันเอาไว้ได้องต้องจกใจไงองหนึ่งធ្វើការអស់ចាយជាច្រើនក្រោយពេលដែលព្រះអង្គបានធ្វើពិធីជាមួយទឹកក្រោយពេលដែលព្រះអង្គបានទទួលព្រះវិញ្ញាណបរិសុទ្ធមកសន្តាននៅលើព្រះអង្គនឹងហើយដែលជាលក្ខណៈសំខាន់សម្រាប់យើងគ្រប់គ្នាលក្ខណៈទី2តទៀតយើងមើលឃើញដែលសំខាន់យើងមើលឃើញថា the Holy Spirit purpose អាហ្នឹងគឺយើងលក្ខណៈទី2យើងគេថាគោលបំណងរបស់ព្រះវិញ្ញាណបរិសុទ្ធតើមានគោលបំណងអ្វីខ្លះសម្រាប់យើងទាំងអស់គ្នាដូចជាគម្ពីរកាឡាទីដែលយើងអានបាញ់មិញយើងដឹងហើយ so the purpose of the Holy Spirit we know that we just read a while ago in Galatians 5 verse 22 to 25 we just read it. This is very important for us to have all those 9 gifts from the Holy Spirit. បើយើងមើលនៅកន្លែងគឺថាយើងមានអំណោយទាន9យ៉ាងដែលខ្ញុំបានជម្រាបហើយនៅកន្លែងហ្នឹងឃើញគឺពីនេះដូចជាមិនទៅត្រឡប់ទៅលិននេះដល់ខ24បាទហ្នឹងដែលយើងមើលកន្លែងហ្នឹងជាសំខាន់មែនទែនដែលយើងត្រូវមានហើយនេះឲ្យបងប្អូនយើងចាំគឺថាយើងកាលណាព្រះវិញ្ញាណបរិសុទ្ធមកនៅជាមួយយើងមានអំណោយទាន9យ៉ាងនៅក្នុងយើងហើយយើងត្រូវទៅប្រើអំណោយទាននោះឯងតើព្រះអង្គឲ្យយើងធ្វើអ្វីខ្លះមានការអ្វីខ្លះហើយនេះបើយើងមាន9យ៉ាងគឺថាយើងអត់មានត្រូវការស្អីទៀតទេយើងអត់មានត្រូវការថានៅក្នុងគម្ពីរប្រាប់ថាគ្មានក្រឹតវិន័យណាទៀតប្រសើរជាងនឹងតទៅទៀតទេវាអត់មានទេនេះគឺយើងគ្រប់លក្ខយើងបានគ្រប់គ្រាន់ដើម្បីនឹងបំពេញកិច្ចការថ្វាយព្រះអង្គនឹងដែលសំខាន់មែនទែនឥឡូវយើងមើលនៅលក្ខណៈដែលសំខាន់មួយទៀតយើងមើលយ៉ូហានជំពូក14ខ17 So in John 14:17 he telling us គឺជាព្រះវិញ្ញាណនៃសេចក្តីពិតដែលលោកកៃទទួលពុំបានព្រោះមិនឃើញហើយមិនស្គាល់ទ្រង់សោះតែអ្នករាល់គ្នាស្គាល់ទ្រង់ត្បិតទ្រង់គង់ជាមួយក៏នឹងសន្ធិដ្ឋនៅក្នុងអ្នករាល់គ្នាដែរយើងមើលល្អមែនតើខហ្នឹងបើយើងមើលទៅគឺថាយ៉ាងម៉េចព្រះវិញ្ញាណបរិសុទ្ធនៃសេចក្តីពិតព្រះអង្គកុហកយើងទេព្រះអង្គអត់កុហកទេមែនទេបាទហើយនេះគឺអ្វីទាំងអស់គឺព្រះអង្គបានមានបន្ទូលថាព្រះអង្គគឺជាព្រះនៃសេចក្តីពិតព្រះនៃសេចក្តីស្រឡាញ់បាទព្រះនៃសេចក្តីប្រោសសន្តោសមកដល់យើងទាំងអស់គ្នាព្រះគឺជាព្រះនៃសេចក្តីសង្គ្រោះមកដល់គ្រប់មនុស្សទាំងអស់នៅលើផែនដីទាំងមូលមិនមែនបោះអ្នកណាម្នាក់ចោលនៅខាងក្រៅនោះទេព្រះអង្គស្រឡាញ់យើងទាំងអស់អញ្ចឹងហើយបានថាព្រះនៃយើងគឺជាព្រះនៃសេចក្តីពិតព្រះអង្គអត់មានដែលកុហកអំណាចរបស់ផងព្រះអង្គពីមុននៅថ្ងៃនេះហើយនឹងទៅមុខទៀតគឺនៅដដែលអត់មានដូរទេនៅកុំថាដូរព្រះអង្គមានអំណាចពីមុនមកយ៉ាងណាសពថ្ងៃនេះក៏មានយ៉ាងដូច្នោះទៅមុខទៀតគឺនៅដដែលអត់មានដូរទេអ្វីទាំងអស់ដូរនៅលើផែនដីនេះតែព្រះអង្គព្រះនៃយើងព្រះអង្គអត់ដូរទេ So everything changed in this world but God never changed God is the true God is not other God is like Jesus as our Lord and Savior
So He is the true God and the true Holy Spirit within us. We have to trust that. ចឹងបានថាព្រះអង្គគឺជាព្រះវិញ្ញាណនៃសេចក្តីពិតហើយលោកីទទួលពំបានចឹងបានថាលោកីគេទទួលព្រះវិញ្ញាណរបស់ផងបាននេះមែនទេអ្នកមិនទាន់ជឿព្រះអង្គទទួលមិនបានព្រះវិញ្ញាណបរិសុទ្ធទទួលមិនចិត្តរបស់ផងគេបើនៅខ្វក់អីទៅខំចាក់អាទឹកសុទ្ធយកទៅចូលក្នុងនឹងមិនកើតឃើញទេព្រះអង្គមិនអាចទៅឲ្យច្បុកច្បល់ជាមួយអញ្ចឹងកើតទេឃើញទេម្យ៉ាងទៀតបើកាលណាយើងចាក់ទឹកល្អស្អាតអីយើងទៅក្នុងកែវកខ្វក់របស់ផងយើងថាទឹកហ្នឹងវាទៅជាអ្វីវាទៅជាកខ្វក់បាត់ហើយអញ្ចឹងព្រះអង្គត្រូវដូរពីភាពបរិសុទ្ធមកកខ្វក់ដូចយើងដែរហើយអញ្ចឹងហើយនេះព្រះអង្គមិនអាចធ្វើទៅជាងកើតទេយើងមិនអាចទៅរួចទេហើយនេះយើងត្រូវតែរក្សាខ្លួនយើងឲ្យបានស្អាតឲ្យបានបរិសុទ្ធនោះទៅព្រះអង្គនឹងសន្តិដ្ឋនៅក្នុងចិត្តយើងទាំងអស់គ្នានឹងដែលលក្ខណៈសំខាន់ហើយនេះលោកីគេទទួលអត់បានទេនេះលោកីទទួលមិនបានទេហើយមិនស្គាល់ទ្រង់គេក៏មិនស្គាល់ដែរយើងមើលសពថ្ងៃបងប្អូនឃើញទេមនុស្សច្រើនណាស់គេអត់ទាន់ស្គាល់ព្រះអង្គទេបាទគេឃើញយើងគេងាកមុខចេញមិនចឹងទេគេបែរខ្នងដាក់នេះយើងនិយាយទៅគេបិទតិចគេបាទសពបែបយ៉ាងនេះគេមិនចង់ទេបើកាលគេឃើញយើងគេចង់បែកគិចពីយើងខ្លាចយើងប្រាប់គេនេះខ្លាចយើងផ្សាយអំណឹងទៅគេថែមទៀតផងនឹងហើយដែលលក្ខណៈដែលលោកីគេមិនអាចនឹងទទួលបានទេព្រោះគេមិនចង់ស្គាល់ព្រះអង្គនេះហើយយ៉ាងម៉េចទៀតតែអ្នករាល់គ្នាស្គាល់ទ្រង់បាត់ទ្រង់គង់ជាមួយបើយើងស្គាល់ព្រះអង្គនឹងនៅជាមួយយើងមិនដូចជាគេអ្នកមិនទាន់ជឿទ្រង់ទេក៏នឹងសន្តិដ្ឋនៅក្នុងអ្នករាល់គ្នាដែរហើយព្រះអង្គគង់ជាមួយនឹងយើង So God be with us all the time when you allow him to be with you he'll be there for you anything that you needed នឹងដែលសំខាន់យើងបើយើងមើលនៅកន្លែងហ្នឹងយើងឃើញមួយទៀតនៅយ៉ូហានជំពូក4ខ14ក៏បានប្រាប់យើងនៅកន្លែងហ្នឹង So this is in John 4:14 we know that តែអ្នកណាដែលផឹកទឹកខ្ញុំឲ្យនោះនឹងមិនស្រេកទៀតឡើយទឹកដែលខ្ញុំឲ្យនឹងត្រឡប់ជារន្ធទឹកនៅក្នុងអ្នកនោះដែលផុសឡើងដល់ទៅបានជីវិតអស់កលជានិច្ចសំខាន់មែនតើគេនេះព្រះអង្គគឺជាយ៉ាងម៉េចគឺព្រះអង្គគឺជាប្រភពនៃទឹកបាទដែលអាចផ្ដល់មកយើងមិនចេះរីងមិនចេះស្ងួតមិនចេះគឺថាអស់ហួតហែងនោះទេព្រះអង្គតែងតែបង្ហូរមកចូលយើងជានិច្ចនឹងព្រះវិញ្ញាណបរិសុទ្ធមកគង់នៅជាមួយយើងបានហូរស្រោចស្រពយើងមិនឃ្លានយើងមិនគិតអ្វីក្រៅទៀតគឺព្រះអង្គបានឲ្យយើងស្កប់ស្កល់នៅអ្វីដែលយើងមានហើយនេះបើយើងមានព្រះវិញ្ញាណបរិសុទ្ធបងប្អូនត្រូវដឹងថាយើងមានចិត្តស្កប់ស្កល់ចិត្តយើងបានស្ងប់រងាប់យើងបានគេងស្រួលយើងបានធ្វើអ្វីបានស្រួលបានល្អប្រសើរយើងសម្រួលនៅជីវភាពរបស់យើងទាំងការរស់នៅលើផែនដីនេះក៏ដូចជាការដែលយើងរស់នៅជាមួយនឹងព្រះអង្គដែរយើងនឹងអាចមានចិត្តស្ងប់រងាប់អ្វីដែលព្រះអង្គប្រទានមកដល់យើងសប្តាហ៍ថ្ងៃបងប្អូនយើងឃើញថាបើកាលណាយើងមិនមានព្រះទេគឺយើងសង្វាតឃើញគេមានបានយើងសង្វាតដូចគេយើងខំប្រឹងអស់ហើយមិនអញ្ចឹងទេអាហ្នឹងក៏បើយើងចង់រត់តាមលោកីវាត្រូវតែអញ្ចឹងទៅរត់តាមគេបើឃើញគេមានត្រូវតែខំរត់តាមគេមិនអញ្ចឹងទេប៉ុន្តែបើយើងចង់បានព្រះយើងត្រូវតែរត់តាមព្រះបាទហើយនេះយើងត្រូវតែរត់ចូលពគាកជាមួយនឹងព្រះអង្គហើយយើងចង់បានព្រះអង្គយើងមិនត្រូវរត់តាមលោកីទេហើយនេះយើងត្រូវតែងាកចេញពីអ្វីដែលលោកីនឹងបានលបួងយើងបានបញ្ឆោតយើងដើម្បីដកយើងចេញឆ្ងាយពីព្រះហើយនេះបងប្អូនសប្តាហ៍ថ្ងៃយើងឃើញបងប្អូនខ្លះគាត់ធ្វើការ7ថ្ងៃបងប្អូនដឹងទេភាគច្រើនជាពិសេសដូណាត់ខ្មែរយើងដូណាត់ណា7ថ្ងៃបងប្អូនប៉ុនយើងមើលឃើញគាត់រកបានហើយលោកីយើងប៉ុន្តែហត់នឿយណាស់បងប្អូនអើយអត់មានពេលសម្រាប់គ្មានពេលទៅវ៉ាកងមួយគេណាទេអត់មានពេលទៅកំសាន្តមួយគេណាទេឆ្លៀតពេលចុងអាទិត្យម្ដងគាត់ណាបិទហាងមកបានជុំគ្នាស៊ីផឹកតែប៉ុណ្្នឹងឯងហ្នឹងខ្ញុំឃើញហើយនៅ Houston ច្រើនណាបាទអញ្ចឹងចុងអាទិត្យឡើងមាន
buôn kia tao chung kia nó cái dương chụp liền cả con trái slap môn này cái này slap nó không mình với dương mình kịch chẳng đấy cái tập hưởng si phát tao cho nên bây giờ cholesterol có bên lai là chiêm có bên lai ấy cái lai tao khả năng là tao đó để slap đằng thùng phòng cái này bánh hà mũi để cả miền là dương tao đằng hai để dương chọn tàu vô lục cây dương mình tàu rột ở quay để chơi đại bật nâng đây dương chọn ở bọn ổn dương bàn rừng mom chúng mình đồng bọn ở dương bàn mơ nó lại nâng đại tham bé này dương cứ chụp bé đại phát quất cung mà đòi dương mình ao dương khoa thì bọn bà miền tú lư tham mình ao dương khoa ở quay thì bọn được quất cung ao dương à quay để dương trâu ca mà miền nào quay để dương chọn bán này bởi vậy bị đường chọn bán bọn ổn chọn bán mình chết chọc thì bọn ổn đang mà ha thấy sập ngay nó lừa lục cây nó có chụp chọn bán đấy chọn mình đè khúc khó đấy mấy nè và mà ha sẽ thấy lừa phải đấy có đai khúc khó này miền nào mới thà khúc khó này ở miền đấy có thà còn miền phần năng hay có trai mà hỏi có nấu xía mấy tê và mình tê chẳng bàn thà lục cây này miền ở đây nó ai scop chất những bàn tê pre để bắt đầu đây scop chất mà đây gì so God will give you a satisfaction in your life. You can satisfy everything what you have. God will provide to you. Don't let this world tempt you to take away all of your time and your energy and your talent, everything from God. So you have to keep that in mind. You have to follow that. This is what happened. We can see that because Jesus is the one that we have to depend on because in this words, because Jesus is the spring of water welling up to eternal life. But this world can give you a limit of life. It's not, you cannot live forever. And even you will face a lot of problems in your life today. នឹងដែលយើងត្រូវពិចារណាខ្ញុំមិនមែនថាប្រាប់ឲ្យបងប្អូននិយាយឈប់ធ្វើអីទាំងអស់ទេមិនមែនទេគឺថាយើងធ្វើយើងជីវិតយើងត្រូវតែត្រូវការរស់នៅលើផែនដីនេះយើងអត់មានអីនឹងថាយើងមិនធ្វើនោះទេលក្ខណៈទី3យើងមើលមួយទៀតគឺយ៉ាងម៉េច so thirdly we must cooperate with the Holy Spirit តើយើងត្រូវសហការជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធនឹងរបៀបយ៉ាងណាយើងធ្វើយ៉ាងម៉េចបានជាគម្ពីរកូរិនថូសខ្សែទី2ចំពុក4ខ16ក៏បានប្រាប់យើងនៅកន្លែងហ្នឹងយើងឃើញថាហេតុនោះយើងខ្ញុំមិនណាយចិត្តឡើយមិនណាយចិត្តរឿងអី Therefore we do not lose heart What it make you lose heart តើយើងណាយចិត្តពីរឿងអីបន្តមកទៀតយើងឃើញថានេះមិនត្រូវណាយចិត្តប៉ុន្តែបើយើងមិនណាយចិត្តយើងធ្វើយ៉ាងម៉េចប៉ុន្តែពាក្យប៉ុន្តែគឺថាវាមាន purpose នៅកន្លែងហ្នឹងឃើញទេបាទប៉ុន្តែទោះបើមនុស្សខាងក្រៅរបស់យើងខ្ញុំនេះគឺជាពាក្យរបស់លោកប៉ូល This is the word of Paul it tells us that so how he live in this world ហ្នឹងដែលលក្ខណៈរបស់ជីវិតរបស់លោកប៉ូលដែលលោកបានរស់នៅលើផែនដីនេះគឺគាត់បានប្រាប់យើងទាំងអស់គ្នាយើងឃើញថាហេតុនោះយើងខ្ញុំមិនណាយចិត្តឡើយមិនណាយចិត្តរឿងអីមិនណាយចិត្តពីរឿងការដែលដើរជាមួយនឹងព្រះអង្គ Yes so he's not lose his heart to follow Jesus do things that what Jesus want him to do he's not he did not give up anything he has to work hard for that ចឹងបានថាយើងឃើញនៅកន្លែងហ្នឹងគឺលោកមិនណាយចិត្តទេប៉ុន្តែទោះបើមនុស្សខាងក្រៅរបស់យើងខ្ញុំកំពុងតែពុករលួយទៅក៏ពិតមែនបងប្អូនដឹងទេមនុស្សខាងក្រៅយើងដែលកំពុងតែពុករលួយខាងក្នុងអត់ទេណានិយាយពីរឿងខាងក្រៅគឺតួយើងខាងក្រៅហ្នឹងឯងពុករលួយពីព្រោះ
ខាងក្នុងគឺជាពលឹងវិញ្ញាណរបស់ផងយើងគឺយើងទៅកន្លែងផ្សេងហ្នឹងឃើញទេខាងក្រៅយើងកំពុងពុករលួយខ្ញុំក៏កំពុងពុករលួយដែរឥឡូវហ្នឹងគឺថាសាច់ឈាមវាចេះតែទ្រុឌទ្រោមទៅឃើញទេបាទយើងកំពុងតែពុករលួយ so that that's why outwardly we are wasting away like me my body is going down all the time I am 77 years old I'm not young anymore បងប្អូនដឹងទេខ្ញុំបានទេ77ហើយណាបាទមាននៅក្មេងទេណាបាទបាទអញ្ចឹងបានថាពីព្រោះយើងមើលឃើញកន្លែងនេះគឺថាតួខាងក្រៅរបស់ផងយើងនឹងវាចេះតែទ្រុឌទ្រោមទៅហើយចេះតែពុករលួយទៅហើយនៅវាឈឺដៃវាឈឺជើងវាឈឺជង្គង់វាចុកចាប់វាសពន់លិចពន់កើតឃើញទេគេងក៏មិនស្រួលអីក៏មិនស្រួលគេដែរអាហ្នឹងគឺថាវាចេះតែពុករលួយទៅហើយដូចបងប្អូនប្រើឡានចាស់អញ្ចឹងណាយ៉ាងម៉េចទីវាខូចអីខ្លះបាទម្ដងត្រូវដូរអានេះដូរអានោះហួយអញ្ចឹងណាបាទយើងត្រូវដូរមិនអញ្ចឹងទេកាលណាយើងប្រើឡានចាស់បាទយើងត្រូវដូរហើយអញ្ចឹងបានតែម៉ាស៊ីនយើងសពថ្ងៃហ្នឹងវាយើងមិនអាចដូរឲ្យបានទេតួយើងក្រៅហ្នឹងណាបាទចង់យកស្អីមកពាក់ពីក្រៅហ្នឹងដើម្បីឲ្យវានេះទីក៏មិនកើតដែរមែនទេវាត្រូវតែពុករលួយទៅហើយវាមិនអាចនឹងទប់ទល់បានទេខាងក្រៅហ្នឹងពីព្រោះជារបស់មួយដែលព្រះអង្គសូនយើងមកអំពីធូលីដីយើងត្រូវតែទៅជាដីវិញយើងមិនអាចនឹងទៅជាអ្វីផ្សេងទៀតទេអញ្ចឹងបានថាយើងគ្រប់គ្នាតួខាងក្រៅរបស់ផងយើងត្រូវតែទៅដីវិញដែលព្រះអង្គហេតុនេះយើងមិនអាចរក្សាបានប៉ុន្តែខាងក្នុងដែលព្រះអង្គប្រទានមកឲ្យយើងអ្វីដែលព្រះអង្គប្រទានមកឲ្យយើងគឺនៅគង់វង្សម្យ៉ាងបើយើងស្គាល់ព្រះអង្គយើងគង់វង្សនៅជាមួយនឹងព្រះបើយើងមិនស្គាល់ព្រះអង្គយើងទៅណាទៅកន្លែងផ្សេងឃើញទេយើងមិនអាចនឹងគង់វង្សនោះបានទេអ្វីដែលព្រះអង្គប្រទានមកយើងត្រូវតែប្រគល់ទៅព្រះអង្គវិញបើយើងមិនប្រគល់ទៅព្រះអង្គមកទៅបោះចោលហើយបើយើងមិនព្រមទៅប្រគល់ទៅព្រះអង្គវិញហើយនេះយើងត្រូវតែពីព្រោះពេលដែលព្រះអង្គសូនយើងមកយើងឃើញជាធូលីដីហើយយើងជារូបរាងមួយគឺថាជាធូលីដីលុះត្រាតែព្រះអង្គបានផ្លុំខ្យល់ដង្ហើមចូលមកយើងឲ្យយើងមានព្រលឹងមានអីសពបែបយ៉ាងនោះទើបបានយើងមានជីវិតឃើញទេហើយនេះអ្វីដែលព្រះអង្គប្រទានមកឲ្យយើងកន្លែងហ្នឹងឯងដែលយើងត្រូវរក្សាពីព្រោះដីនេះគឺគ្រាន់តែយកមកសូនធ្វើយើងតែប៉ុណ្្នឹងទេតួយើងខាងក្រៅគឺជាតួដែលពុករលួយมันអាចនឹងនៅបានទេនេះវាត្រូវតែជ្រុះទៅវិញវាត្រូវតែរលាយទៅវិញมันអាចនៅចឹងទៅពេលដែលព្រះអង្គយាងមកយើងត្រូវដឹងថាយើងមានតួមួយថ្មីមិនមែនតួនេះទៀតទេបងប្អូនមានមើលទេនៅពេលដែលយើងពេលដែលព្រះអង្គយាងមកយើងយ៉ាងម៉េចអ្នកដែលស្លាប់ទៅនៅគម្ពីរវិវរណៈដឹងហើយ In the book of Revelation you're talking about when Jesus come for the second time we know that our body will raise right? It doesn't matter where you are we raise up and we have a new body it's not this body anymore it's not and the body that we're going to have it like Jesus' body is not he said that our body is like him to be like him yeah? It's not our body here today our body we cannot go to God's place anyway we cannot even we are survive until he's coming back what God will change our body as well yeah? We cannot go to heaven with this body cannot we have a new body everybody has a new body and the body no sickness no pain no nothing no tear and everything this is a perfect body that's what we want we are not feel sorrow like every day that we have នឹងហើយដែលជាគ្រឹះមួយសម្រាប់យើងទាំងអស់គ្នាឲ្យយើងបានដឹងថាយើងជីវិតយើងគឺជាជីវិតមួយដែលព្រះអង្គបានជ្រើសរើសយើងហើយដើម្បីឲ្យយើងនឹងបាននៅគង់វង្សជាមួយនឹងព្រះអង្គឲ្យយើងបានជាមានរូបរាងដូចជាព្រះអង្គហើយមិនឲ្យយើងគឺខុសប្លែកអំពីព្រះអង្គនោះទេនឹងដែលលក្ខណៈសំខាន់ដែលយើងត្រូវមានយើងនឹងចូលទៅខពីមួយទៀតយើងនឹងអាននៅទំនុកដំកើង
យើងមើលនៅទំនុកកាង in the book of Psalm 103 verses 1 to 5យើងមើលនៅទំនុកកាងនៅចំពោះ103ខ1ដល់ខ5យើងមើលខ1ថាអោព្រលឹងអញអើយនេះគឺជាពាក្យរបស់ស្ដេចដាវីតដែលបានប្រាប់យើងទាំងអស់គ្នាអោព្រលឹងអញអើយចូលសរសើរដល់ព្រះយេហូវ៉ាហើយគ្រប់ទាំងអស់ដែលរួមនៅក្នុងខ្លួនអញចូលសរសើរដល់ព្រះនាមបរិសុទ្ធនៃទ្រង់ចុះយើងឃើញអ្វីទាំងអស់នៅក្នុងខ្លួនយើងឲ្យយើងសរសើរដល់ព្រះ So praise the Lord my soul all my inmost being praise his holy name គឺសំខាន់មែនទែនដែលយើងត្រូវមានយើងមើលខ2ត្រូវប្រលឹងអញអើយចូលសរសើរដល់ព្រះយេហូវ៉ាអញ្ចឹងបានតែយើងត្រូវសរសើរទាំងអស់នេះគឺអញ្ចឹងបាននៅចុងខ1បានប្រាប់ថាទាំងអស់ដែលរួមនៅក្នុងខ្លួនយើងទាំងអស់រួមនៅក្នុងខ្លួនយើងត្រូវតែសរសើរដល់ព្រះបាទហើយនេះទាំងអស់មិនមែនគ្រាន់តែមកខាងបន្តិចតួចទេណាគឺទាំងអស់យើងត្រូវតែរួមសរសើរដល់ព្រះខ2ប្រលឹងអញអើយចូលសរសើរដល់ព្រះយេហូវ៉ាចុះហើយកុំឲ្យភ្លេចបណ្ដាព្រះគុណណាមួយរបស់ទ្រង់ឡើយកុំឲ្យភ្លេចបណ្ដាព្រះគុណរបស់ទ្រង់ណាមួយមកយើងភ្លេចព្រះអង្គបានសន្យាអ្វីខ្លះចំពោះយើងបងប្អូនប្រមាណអ្នកភ្លេចព្រះអង្គសន្យាចំពោះយើងก่อนតែយើងទទួលព្រះអង្គភ្លាមព្រះអង្គអើយទូលគុំសុំថ្វាយខ្លួនចំពោះព្រះអង្គទូលគុំយើងព្រះអង្គបានមានទូលថាយ៉ាងម៉េចប្រគុណរបស់ព្រះអង្គបានប្រោសលួសឲ្យយើងបានរួចពីអំពើបាបយើងបានសង្គ្រោះស្រួចស្រេចឃើញទេលក្ខណៈទី1នេះជាប្រគុណរបស់ផងព្រះមិនមែនដោយខ្លួនយើងខំប្រឹងខ្លួនយើងទេអត់មានទេប្រគុណរបស់ផងព្រះព្រះអង្គមានគុណមួយចំពោះយើងព្រះអង្គបានសគត់ជំនួសយើងដើម្បីឲ្យយើងបានរួចពីអំពើបាបហើយយើងនឹងមានជីវិតនឹងបានសង្គ្រោះយើងបាននៅជាមួយនឹងព្រះអង្គសំខាន់មែនទែននឹងដែលលក្ខណៈខ3ថាម៉េចដែលទ្រង់អត់ទោសចំពោះអស់ទាំងការទុច្ចរិតរបស់ឯងអំពើទុច្ចរិតអំពើអាក្រក់អំពើបាបរបស់ផងយើងនោះគឺព្រះអង្គបានអត់ទោសឲ្យយើងហើយដោយព្រះអង្គបានសគត់នៅលើជើងឆ្កាងជំនួសយើងនឹងហើយដែលយើងត្រូវទទួលទ្រង់ប្រោសជំងឺទាំងប៉ុន្មានរបស់ឯងឲ្យជាយើងឃើញឲ្យមានទំនុកទុកចិត្តព្រះអង្គបានប្រោសយើងបងប្អូនយើងនឹងបានរួចផុតពីអ្វីទាំងអស់មួយទៀតក៏ជួយជីវិតឯងឲ្យរួចពីរណ្ដៅបងប្អូនឃើញព្រះអង្គជួយយើងឲ្យរួចពីរណ្ដៅអីយើងកាលពីសម័យប៉ុលពតយើងរស់នៅក្នុងរណ្ដៅអីនៃសេចក្តីស្លាប់យើងបានរស់ខ្ញុំអស់អាលីងមកគ្រួសារបងស្រីខ្ញុំមួយពុកម្ដាយនៅខ្ញុំមួយរស់ម្នាក់ឯងជាក្មេងកំព្រាមួយសោះមិនទាន់បានស្គាល់ព្រះអង្គផងមកទូលព្រះអង្គកើតនៅជំរុំខៅដាងទៅប៉ុណ្្នឹងឯងបាទហើយនេះខ្លួនមួយហើយនេះគឺព្រះអង្គបានជួយជីវិតយើងឲ្យរួចពីរណ្ដៅពីព្រោះបើយើងរស់នៅសម័យប៉ុលពតតមកទៀតច្បាស់ជានៅក្នុងរណ្ដៅហើយប៉ុន្តែព្រះអង្គបានស្រង់យើងឡើងព្រះអង្គបានដោះឲ្យយើងបានរួចពីរណ្ដៅនេះដែលលក្ខណៈសំខាន់ដែលខ្ញុំអរគុណព្រះអង្គមែនទែនដែលព្រះអង្គបានជ្រើសរើសឲ្យខ្ញុំបានបម្រើព្រះអង្គក្នុងរយៈពេល40ឆ្នាំកន្លងមកនេះแล้วក៏ជួយជីវិតឯងឲ្យរួចពីរណ្ដៅហើយយកសេចក្តីសប្បុរសនិងសេចក្តីមេត្តាករុណាបំពាក់ជាមកុដឲ្យឯងវិញយើងឃើញទេល្អមែនទែនបាទសេចក្តីសប្បុរសមេត្តាករុណាបំពាក់ជាមកុដមកលើយើងខ្លាំងមែនទែនអរមែនទែនហើយខំពីបានប្រាប់យើងមើលមកខកកន្លែងហ្នឹងដែលអរគុណព្រះអង្គដែលយើងគួរតែដាក់ចិត្តដាក់គំនិតយើងអរគុណព្រះអង្គជាព្រះនៃយើងអស់ពីចិត្តយ៉ាងក្រៃលែងអញ្ចឹងបានយើងមើលហ្នឹងឯងយើងមើលនៅខ5ថាយ៉ាងម៉េចព្រមទាំងប្រោសប្រទានឲ្យសម្បកកាយនៃឯងសម្បកកាយយើងដូចខ្ញុំបាននិយាយទួងក្រៅយើងយ៉ាងម៉េចបានស្កប់ស្កល់ដោយរបស់ល្អប្រយោជន៍ឲ្យវ័យក្មេងឯងបានកែឡើងជាថ្មីដូចជាឥន្ទ្រីកែដូចឥន្ទ្រីបងប្អូនដឹងសត្វឥន្ទ្រីយ៉ាងម៉េចទេ
Anybody know about the eagle? How eagle live? How eagle live for a long life? How is that? What eagle did for the first 40 years? What eagle did? You know that? បងប្អូនដឹងថាតើសត្វឥន្ទ្រីរស់នៅរបៀបម៉េចទេ40ឆ្នាំដំបូងរស់នៅយ៉ាងម៉េចដល់ពេលចាស់ទៅយ៉ាងម៉េច when after 40 years eagle get old right what eagle did when get old ណាយ៉ាងម៉េចគឺទៅយកអាចំពោះនោះបុកថ្មដើម្បីឲ្យវាអង្គើអាកញ្ញាំជើងកញ្ញាំអីហ្នឹងឃើញទេបាទយ៉ាងម៉េចគឺត្រូវឲ្យរស់អារោមហ្នឹងក៏ខំបង្រាស់ដើម្បីនឹងឲ្យវានេះទៅឲ្យដុះថ្មីទាំងអស់តែហើយបានត្រឡប់ជាតួក្មួយក្មេងបន្តរហូតទៅមុខទៀតអ៊ីហ្គលអាយុបានរហូតទៅដល់70 80ឆ្នាំអាយុវែងជាងយើងផងអូនដឹងទេនៅពីពាក់កណ្ដាលកាលណាចាស់ទៅគឺទៅជំរុះម្ដងបាទហើយនេះយើងត្រូវដឹងថាយើងត្រូវរបៀបយ៉ាងហ្នឹងយើងត្រូវបង្រាស់ខ្លួនយើងឲ្យយើងទៅបានជីវិតមួយគឺជាជីវិតមួយថ្មី That's how eagle live you know that broke their peak and everything you know so they become a new body a young body they can live longer life that we want our life look like to be like that to be like eagle នេះយើងឃើញថាធ្វើយ៉ាងដូច្នោះទើបយើងអាចនឹងរស់នៅជាមួយនឹងព្រះអង្គបានយើងមើលនៅគម្ពីរអេពីសូតទៀតអេពីសូតចំពុក3ខ16 in Ephesians chapter 3 verse 16ដើម្បីឲ្យទ្រង់បានប្រោសប្រទានឲ្យអ្នករាល់គ្នាបានព្រះចេស្តាយើងឃើញព្រះអង្គនៅកន្លែងនឹងទៀតហើយគឺថាព្រះអង្គនឹងប្រោសប្រទានឲ្យយើងមានអំណាចបានព្រះចេស្តាចម្រើនកម្លាំងនៃមនុស្សខាងក្នុងមានចម្រើនកម្លាំងនៅខាងក្រៅនិងខាងក្នុងឲ្យយើងមានកម្លាំងរឹតតែខ្លាំងក្លាឡើងនៅខាងក្នុងបានន័យថាជំនឿរបស់ផងយើងនៅខាងក្នុងឲ្យរឹតតែខ្លាំងក្លាឡើងដុះដាលឡើងពីព្រោះព្រះអង្គមិនទាត់មើលភាពខាងក្រៅរបស់ផងយើងទេព្រះអង្គទាត់មើលភាពខាងក្នុងនៃយើងដើម្បីឲ្យយើងថាតើចិត្តរបស់ផងយើងនឹងយ៉ាងណាខ្លះចឹងបាទថាមុននឹងព្រះអង្គយាងមកសន្ធិដ្ឋនៅលើយើងព្រះអង្គទាត់មើលនៅក្នុងភាពខាងក្នុងរបស់ផងយើងពីព្រោះខាងក្នុងយើងគឺជាកន្លែងរបស់ផងព្រះគឺជាវិហាររបស់ផងព្រះអង្គជាទីតាំងដែលព្រះអង្គអាចគង់នៅជាមួយបានហើយនឹងបើវិហារមិនស្អាតមិនល្អព្រះអង្គមិនអាចគង់នៅជាមួយនឹងយើងបានទេហើយនេះព្រះអង្គគង់ជាមួយយើងលុះត្រាតែយើងមានចិត្តនឹងស្អាតល្អប្រសើរស្មោះត្រង់ចំពោះព្រះអង្គនឹងទៅព្រះវិញ្ញាណបរិសុទ្ធមកសន្ធិដ្ឋនៅលើយើងហើយយើងនឹងអាចទទួលអំណាចនឹងអាចបំពេញកិច្ចការជាច្រើនតាមរយៈគម្ពីរកាឡាទីដែលមានអំណោយទាន9យ៉ាងដែលបានផ្ដល់មកដល់យើងគ្រប់គ្នានឹងហើយដែលយើងចង់បានគ្រប់គ្នាបានជានៅក្នុងខនេះបានប្រាប់ថាដើម្បីឲ្យទ្រង់បានប្រោសប្រទានឲ្យអ្នករាល់គ្នាបានបជាស្ដាចម្រើនកម្លាំងនៃមនុស្សខាងក្នុងដោយសារព្រះវិញ្ញាណទ្រង់តាមសេរីល្អនៃទ្រង់ដ៏ប្រសើរក្រៃលែងយើងឃើញល្អមែនតើនេះគឺព្រះនៃយើងគឺជាព្រះដ៏អស្ចារ្យណាស់ I pray that out of his glorious riches he may strengthen you with power through his spirit in your inner being ហ្នឹងដែលសំខាន់មែនទែនដែលឲ្យយើងទាំងអស់គ្នាទទួលស្គាល់ពីលក្ខណៈដែលយើងជាអ្នកជំនឿចំពោះព្រះអង្គដើម្បីឲ្យយើងបានច្បាស់នៅក្នុងជីវិតរបស់ផងយើងខ្ញុំជួបនៅខទៀតដើម្បីនឹងខ្ញុំត្រូវបញ្ចប់ដល់ពេលម៉ោងខ្ញុំឬមួយក៏យ៉ាងម៉េចយើងមើលនៅពេលអេសាយចំពុក40ខ31 in Isaiah 40:31យើងមើលតែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញនោះនឹងមានកម្លាំងចម្រើនជានិច្ចយើងសង្ឃឹម
យើងមានកម្លាំងចម្រើនជានិច្ចជាមួយនឹងព្រះអង្គបើយើងគ្មានសង្ឃឹមបងប្អូនបើយើងធ្វើអ្វីមួយយើងឥតសង្ឃឹមតែយើងមានកម្លាំងទេអត់ទេមានទេដូចយើងបងប្អូនប្រកបមុខរបរបើយើងអត់មានសង្ឃឹមបងប្អូនមានកម្លាំងធ្វើទេច្បាស់ជាអត់ហើយនេះសេចក្តីសង្ឃឹមហ្នឹងបានជំរុញឲ្យយើងនឹងគឺមានកម្លាំងនេះអាចនឹងធ្វើបានពីព្រោះយើងនៅតែមានសង្ឃឹមថានឹងបានទទួលអ្វីដែលយើងត្រូវធ្វើហើយនោះនឹងមានកម្លាំងចម្រើនជានិច្ចគេនឹងហើរឡើងទៅលើដោយស្លាបដូចជាឥន្ទ្រីនេះឥន្ទ្រីទៀតមានដូចឥន្ទ្រីអញ្ចឹងបានឲ្យយើងមានកម្លាំងយើងអាចហើរបានយើងអាចហោះហើរមានសពបែបយ៉ាងដូចជាសត្វឥន្ទ្រីគេនឹងរត់ទៅឥតដែលហត់យើងមើលសត្វឥន្ទ្រីដូចមិនចេះដែលហត់សោះណាបាទឥតដែលហត់យ៉ាងទៀតហើយនឹងដើរឥតដែលល្វើយឡើយរត់កំហត់ដើរក៏មិនល្វើយបងប្អូនសពថ្ងៃបងប្អូនដើរហត់ទេរត់ហត់ទេបងប្អូនខ្លះអូខ្ញុំហត់ហើយខ្ញុំដើរ exercise អត់កើតទេមែនទេធ្ងោរាល់ថ្ងៃប៉ុន្តែបើយើងដើរជាមួយនឹងព្រះអង្គមិនចេះហត់ទេបាទព្រះអង្គចម្រើនកម្លាំងនៃយើងបាទព្រះអង្គជំរុញយើងដូចជាព្រះគម្ពីរយើងអានពីមុននោះគឺថាម៉េចតួខាងក្រៅរបស់ផងយើងវាចេះតែពុករលួយទៅប៉ុន្តែខាងក្នុងយើងវាចម្រើនឡើងបាទវាបានចម្រើនឡើងហើយនេះសំខាន់គឺខាងក្នុងរបស់ផងយើងព្រះអង្គចម្រើនខាងក្នុងដល់យើងអស់កម្លាំងប៉ុន្តែយើងមានចិត្តបងប្អូនមានដែលឮពាក្យហ្នឹងតែយើងនិយាយហត់នឿយអស់កម្លាំងប៉ុន្តែមានចិត្តនឹងធ្វើឃើញទេបាទខាងក្នុងវាដុះមកចេញពីខាងក្នុងមិនមានខាងក្រៅទេអ្វីទាំងអស់គឺដុះចេញពីខាងក្នុងសំខាន់ណាស់បងប្អូនមានដឹងថាពេលដែលលោកសាមអែលរើសស្ដេចតើរើសមនុស្សរបៀបមិនទេ When Samuel chose the king of Israel how what he looked for he chose the first king Saul what happened you not work out right won't work out for King Saul for the first time but the second king Samuel got a wrong idea too the first time he looked for the outwarding people oh he looked handsome he tall he a strong man he's good to be a king right that's Samuel feel and God said what God said no Samuel not that person so all of those children they choose only one that the last one he chose David he's a shepherd he's the young guy in the field nobody know what happened with him he fight with the other animal lion tiger whatever try to get to his sheep that's what he did but God chose that person you see that David God looked at in his heart it's not his appearance outside God is look inside of us as well we have to know that it's not oh you are look good you are handsome you are pretty you are beautiful or whatever God doesn't care with that but God look at in your heart is that your heart is that a clean heart a good heart for him so he will choose that and the Holy Spirit will be with you in that's the thing so in conclusion so the Holy Spirit resides in us when we are born again so I'm telling you that we have to be born again and if any one of you not born again yet today it is the day that you can come here and we will pray for you you have to be born again that the Holy Spirit will within you and the Holy Spirit will give you a power to do so many things in your life that is you want today so he is our helper and guide
in life ហើយនេះបងប្អូនយើងត្រូវដឹងថាព្រះវិញ្ញាណបរិសុទ្ធដែលសន្ធិដ្ឋនៅលើយើងទាំងអស់គ្នាលុះត្រាដែលយើងកើតជាថ្មីបើយើងមិនកើតជាថ្មីទេព្រះវិញ្ញាណបរិសុទ្ធមិនបាននៅគង់នៅជាមួយយើងទេយើងត្រូវតែដាក់ខ្លួនយើងត្រូវតែកើតជាថ្មីហើយនេះនៅថ្ងៃនេះបងប្អូនមិនទាន់បានកើតជាថ្មីជាមួយនឹងព្រះអង្គយើងត្រូវតែដាក់ចិត្តដាក់គំនិតដើម្បីនឹងទទួលព្រះអង្គនៅពេលនេះជាឱកាសមួយសម្រាប់យើងដើម្បីឲ្យយើងបានទទួលព្រះអង្គនៅពេលនេះពីព្រោះហេតុអីពីព្រោះព្រះអង្គនឹងជួយយើងហើយព្រះអង្គនឹងដឹកនាំជីវិតរបស់ផងយើងឲ្យយើងនឹងមានសុភមង្គលឲ្យយើងនឹងបានចម្រើនឡើងក្នុងជីវិតរបស់ផងយើងគឺមិនឲ្យយើងនឹងគឺធ្លាក់ដុនដាបធ្លាក់ទៅក្នុងសេចក្តីហិនវិនាសនោះទេពីព្រោះព្រះវិញ្ញាណបរិសុទ្ធគឺជាអំណាចគឺជាប្រភពមួយដែលផ្ដល់អំណាចមកដល់យើងគ្រប់គ្នាហើយនេះបើយើងចង់បានព្រះអង្គនៅពេលនេះបងប្អូននឹងអាចទទួលព្រះអង្គបានហើយយើងនឹងអធិដ្ឋានជូនលោកគ្រូស្វាណាក៏នឹងអាចជួយឲ្យបងប្អូននឹងអាចនឹងទទួលបាននៅពេលនេះដែរយើងនឹងអធិដ្ឋានទាំងអស់គ្នាហើយនេះខ្ញុំមានតែប៉ុណ្្នឹងដើម្បីជូនបងប្អូននៅថ្ងៃនេះហើយបងប្អូនចង់បានគ្រូស្វាណាគាត់មាន guide outline ខ្លះនៅនឹងខកពីអីសួរគាត់ទៅគាត់នឹងជូនឲ្យហើយខ្ញុំមិនយកទៅវិញទេខ្ញុំទុកឲ្យហើយនេះគឺទៅអានទៅហើយមើលថែមទៀតទៅខកពីហ្នឹងនេះហើយជារឿងមួយល្អប្រសើរហើយនេះបងប្អូនចង់ទទួលព្រះអង្គនៅពេលនេះយើងនឹងមានបងប្អូនដែលមិនទាន់ទទួលហើយចង់ទទួលពេលនេះគឺយើងនឹងស្វាគមន៍បងប្អូនទាំងអស់គ្នាមកចូលក្នុងរង្វង់គ្រួសាររបស់ព្រះអង្គហើយយើងនឹងអធិដ្ឋានជូនបងប្អូនទាំងអស់គ្នាហើយនេះសូមបងប្អូនរួមចិត្តអធិដ្ឋានមួយខ្ញុំនៅពេលនេះបញ្ចប់ Let us pray ព្រះបិតាអើយទូលគុំអរប្រគុណដល់ទ្រង់យ៉ាងក្រៃលែងពីព្រោះព្រះអង្គគឺជាព្រះមួយអង្គគត់ដែលបានយាងមកសគត់នៅលើជ័យឆ្កាងដើម្បីលុះនៅអំពើបាបរបស់ផងយើងគ្រប់គ្នាព្រះអង្គគឺជាព្រះមួយអង្គគត់ដែលបានសន្យាថាព្រះវិញ្ញាណបរិសុទ្ធនឹងមកសន្ធិដ្ឋនៅលើយើងអស់គ្នាដើម្បីឲ្យយើងបានមានអំណាចមកពីព្រះអង្គនឹងបានបំពេញគ្រប់ទាំងកិច្ចការដែលយើងត្រូវធ្វើនៅលើផែនដីនេះទូលគុំសូមអរគុណព្រះអង្គដែលព្រះអង្គបានសន្យាសពបែបយ៉ាងចំពោះយើងទាំងអស់គ្នាដែលមានជំនឿចំពោះព្រះអង្គព្រះអង្គអើយសូមព្រះអង្គនឹងរៀបចំចិត្តគំនិតយើងសាជាថ្មីទោះពីមុនយើងមិនបានយល់យើងមិនបានដឹងច្បាស់តែថ្ងៃនេះយើងបានដឹងថាព្រះវិញ្ញាណបរិសុទ្ធនឹងជាប្រភពមួយយ៉ាងធំសម្រាប់ជីវិតយើងទាំងអស់គ្នាសូមឲ្យយើងបានទទួលគ្រប់ទាំងអំណោយទានដែលព្រះអង្គនឹងប្រទានមកដល់យើង9យ៉ាងនៅក្នុងគម្ពីរកាឡាទីផងដែរសូមឲ្យយើងបានមានដើម្បីឲ្យយើងបានបំពេញភារកិច្ចនេះថ្វាយព្រះអង្គឲ្យបានជោគជ័យតទៅមុខទៀតសូមអង្គប្រទានពរដល់បងប្អូនយើងទាំងអស់គ្នានៅថ្ងៃនេះនិងលោកគ្រូនៅទីនេះព្រមទាំងក្រុមជំនុំនៅទីនេះព្រមទាំងទីកន្លែងនៅទីនេះបងឲ្យបើបងសពហាទេយ៉ាងណាទៅមុខទៀតដើម្បីឲ្យបងប្អូនបានរៀបចំទីកន្លែងនេះជាថ្មីយ៉ាងណាសូមអង្គសពហាទេនឹងរៀបចំទៅតាមបំណងបហាទេរបស់ផងទ្រង់ផងដែរទុំគុំអរគុណដល់ទ្រង់សូមអង្គប្រោសទៅដល់បងប្អូនយើងទោះជាមានជំងឺនៅទីនេះឬមួយក៏មានជំងឺនៅតាមផ្ទះតាមមន្ទីរពេទ្យនៅកន្លែងផ្សេងសូមអង្គនឹកចាំពីបងប្អូនទាំងអស់នោះផងដែរសូមអង្គប្រោសពីព្រោះអំណាចរបស់ផងព្រះអង្គពីមុននៅថ្ងៃនេះនិងទៅមុខទៀតគឺនៅដដែលទុំគុំអរគុណដល់ទ្រង់នៅគ្រប់ការទាំងអស់នេះទុំគុំសូមលើកសរសើរនិងទូលថ្វាយដោយនៅព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនសូមអរគុណព្រះអង្គអង្គទានពរ